បាទបងប្អូនអរគ្នាឥឡូវនេះយើងមកមើលតាក់ទងជាមួយនឹងការបូកចំនួនគត់ជាមួយនឹងប្រភេទពីម្ដងបាទអញ្ចឹងយើងមាននំភីហ្សាមួយបាទនេះជានំភីហ្សាមួយដែលយើងមានទៅបូកជាមួយនឹងនំភីហ្សាមួយទៀតគឺ3/4បានន័យថាពុះជា4ណាបាទយើងពុះជា4ទៅយើងឃើញថាយើងតាមរូបភាពយើងឃើញថា3ភាគជាមួយនឹង4បានន័យថាវាមាន4ចំណែកប៉ុន្តែដល់សល់3បាទអញ្ចឹងកន្លែងនេះគឺ3/4បាទអញ្ចឹងហើយកន្លែងមួយនេះបានន័យថាស្មើជាមួយនឹង1សំទុះស្មើជាមួយនឹង4/4បានន័យថាមាន4ចំណែកកន្លែងហ្នឹងគឺបានន័យថាយើងអាចសរសេរបានថាស្មើជាមួយនឹង4/4បាទព្រោះឯវា1 4/4ស្មើ1បានន័យ4ចែក4អញ្ចឹងយើងយក4នេះទៅបូកជាមួយ3មកយើងទទួលបានលទ្ធផល7បាទយើងខ្លាយទៅជាការបូកប្រភេទដែលមានភាពបាញ់ដូចគ្នាហើយភាពបាញ់យើងរក្សានៅដដែលគឺ4អញ្ចឹងលទ្ធផលដែលយើងទទួលបានគឺ7/4បាទហើយយើងសង្កេតមកមើលនំវិញម្ដងនំដែលយើងទទួលបានហ្នឹងគឺយើងមាន1 2 3 4 5 6 និង7បាទអញ្ចឹងនំដែលយើងទទួលបានគឺ7/4បាទអញ្ចឹងយើងមកមើលនំនេះទៀតមើលបាទនំនេះគឺស្មើប៉ុន្មានបាទអញ្ចឹងនំនេះតាមរូបភាពហ្នឹងណាបញ្ជាក់ឲ្យឃើញថានំមួយនេះគឺប្រកាសជា6/6ហើយបានជាវាស្មើ1មែនអត់6/6យក6បូក1យើងទៅស្មើប៉ុន្មាន7បាទហើយ6យើងរក្សាទៅមិន6រក្សាវានៅដដែលមកអញ្ចឹង7/6នេះជាចម្លើយបាទប៉ុន្តែបើសិនជាយើងអត់មានរូបភាពមើលតែយើងធ្វើដូចម្ដេចអាហ្នឹងយើងចាំបន្តទៅវីដេអូក្រោយមួយទៀតបាទអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការតាមដានវីដេអូនេះហើយយើងចាំមើលនៅវីដេអូបន្តទៀតទាំងអស់គ្នាបាទ